ក្រែមបដូរពណ៌ស្បែក DT អត់បដូរពណ៌រោមមិនបានខ្ញុំខាត់ហើយទៅជាបដូរពណ៌រោមវិញវាមានកត្តាផ្សេងនឹងចូលរួមខ្ញុំនឹងបកស្រាយនៅក្នុងវីដេអូមួយនេះរោមរបស់យើងមានភាពខុសគ្នាមានបងខ្លះគាត់ពណ៌ខ្មៅដិតបងខ្លះជាងពណ៌ខ្មៅស្រាលឬក៏បងខ្លះមានពណ៌ជាងត្នោតបាទអញ្ចឹងពេលដែលបងពណ៌ស្រាលសារធាតុ bleaching ហ្នឹងវាធ្វើឲ្យប្រែប្រួលប៉ុន្តែប្រែប្រួលនោះគឺមិនប្រែប្រួលទាំងអស់នោះទេគឺប្រែប្រួលត្រឹមតែគល់រោមតែប៉ុណ្ណោះហើយបើសិនជាបងមានរោមខ្មៅក្រាស់ឬក៏ខ្មៅដិតហ្នឹងគឺអត់ងាយវាធន់ជាមួយនឹងការ bleaching ឬក៏ក្រែមបដូរពណ៌ស្បែកនឹងឯងអញ្ចឹងវាមានមួយទៀតសភាពស្បែកស្ងួតឬក៏សំណើមបើសិនជាស្បែករបស់បងស្ងួតវានឹងងាយធ្វើឲ្យស្បែករបស់បងហ្នឹងផ្លាស់ប្ដូរពណ៌រោមដូចគ្នាដោយសារតែស្បែកស្ងួតគឺវាងាយនឹងជ្រាបចូលជាមួយនឹងសារធាតុរបស់យើងហ្នឹងវាផ្លាស់ប្ដូរពណ៌រោមហើយបើសិនជាស្បែកបងមានសំណើមបាទជាទូទៅបងដឹងហើយវាមានជាតិទឹកវាមានសំណើមអញ្ចឹងវាស្រូបយឺតតិចទៅវាធ្វើឲ្យស្បែករបស់បងប្អូនហ្នឹងវាអត់ផ្លាស់ប្ដូរជាមួយនឹងពណ៌រោមទេតែបើសិនជាលក្ខខណ្ឌស្បែកស្ងួតនោះក៏មិនផ្លាស់ប្ដូរពណ៌រោមទាំងអស់ដែរវាគ្រាន់តែប្ដូរគល់រោមតែប៉ុណ្ណោះតាក់ទងជាមួយនឹងការរបៀបប្រើពេលខ្លះបងទុកដល់រយៈពេលយូរពេកដែលស្តង់ដារគេទុករយៈពេល15ទៅ20នាទីបងទុកដល់30ទៅ40នាទីឬក៏35នាទីអីក៏វាធ្វើឲ្យប្រែប្រួលនៃពណ៌រោមរបស់បងផងដែរកត្តាផ្ទាល់ខ្លួនឬក៏កត្តាអរម៉ូនមនុស្សម្នាក់មានការប្រតិកម្មខុសគ្នាសារធាតុនៃក្រែមបដូរពណ៌ស្បែកគឺវាឆ្លើយតបទៅកាន់មនុស្សម្នាក់ហ្នឹងគឺផ្សេងគ្នាផងដែរទាំងស្បែកទាំងរោមតែដោយឡែកដូចថាយើង10នាក់យើងខាត់ទៅថាអូខេ8នាក់ចុះ8នាក់គឺអត់មានផ្លាស់ប្ដូរពណ៌រោមទេហើយខ្ញុំសូមបញ្ជាក់បាទពេលដែលផ្លាស់ប្ដូរពណ៌នៃគល់រោមក៏អត់មានបញ្ហាអ្វីប៉ះពាល់ដល់ស្បែករបស់បងប្អូនដែរបាទគឺដោយសារតែផលិតផលរបស់យើងមួយនេះគឺយើងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលគឺជាប្រេនរបស់កូនខ្មែរដែលឈរជើងនៅលើទីផ្សាររយៈពេល15ឆ្នាំមកហើយបងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្តពុកម៉ែបងប្អូនដែលចង់យកទៅលក់រាយឬក៏បោះលុំបន្តអាចទំនាក់ទំនងនៅលេខខាងលើនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយជំរាបលាអូខេបាយ